ប្រទេសថៃត្រូវបានមើលឃើញថាកំពុងលេងល្បែងមុខពីរក្នុងជម្លោះព្រំដែនជាមួយកម្ពុជាដោយដៃម្ខាងព្យាយាមពន្យាពេលការចរចាកំណត់ខណ្ឌសីមាខណៈដែលដៃម្ខាងទៀតប្រឹងផ្លាស់ប្ដូរខ្សែបន្ទាត់ព្រំដែនដោយខុសច្បាប់អន្តរជាតិនិងរំលោភកិច្ចព្រមព្រៀងទ្វេភាគីរូបភាពថ្មីពីតំបន់ប្រាសាទតាក្របីដែលផ្សព្វផ្សាយដោយសារព័ត៌មានក្នុងស្រុកថៃនិងកងទ័ពថៃបង្ហាញពីសកម្មភាពសាងសង់ផ្លូវចាក់បេតុងឆ្ពោះទៅកាន់ប្រាសាទតាក្របីដែលអ្នកជំនាញនិយាយថានេះជាយុទ្ធសាស្ត្ររឹតបន្តឹងការគ្រប់គ្រងដោយយោធានៅជុំវិញតំបន់បេតិកភណ្ឌដែលស្ថិតនៅក្នុងដែនដីនៃខេត្តឧត្តរមានជ័យរបស់កម្ពុជាប្រាសាទតាក្របីស្ថិតក្នុងចំណោម14ទីតាំងដែលថៃឈ្លានពានឈរជើងក្នុងអំឡុងនៃការវាយប្រហារលើកម្ពុជារយៈពេល21ថ្ងៃចាប់ពីថ្ងៃទី7ដល់28ខែធ្នូឆ្នាំ2025នេះបើយោងទៅតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជានៅខេត្តព្រះវិហារឯណោះវិញថៃបានដំឡើងរូបសំណាកបដិមាថ្មីមួយនៅទីតាំងដែលរូបសំណាកព្រះវិស្ណុត្រូវយោធាថៃបំផ្លាញបុកទម្លាក់ធ្លាក់ដល់ដីរូបសំណាកនេះស្ថិតនៅចម្ងាយ400ម៉ែត្រពីខ្សែបន្ទាត់ព្រំដែនក្នុងតំបន់អានសេះចំណែកនៅតំបន់ដែលថៃឈ្លានពានកាន់កាប់ផ្សេងទៀតដូចជានៅខេត្តពោធិ៍សាត់ថៃបានពាត់បន្លាលួសរារាំងគ្រួសារជាង80មិនអាចចូលផ្ទះសម្បែងបាននៅភូមិព្រៃច័ន្ទភូមិជោគជ័យនិងតំបន់បឹងត្រកួនក្នុងខេត្តបន្ទាយមានជ័យថៃបន្តកំទេចផ្ទះរបស់ពលរដ្ឋខ្មែរដាក់ទូកុងតឺន័រនិងដោតទង់ជាតិរបស់ខ្លួនលើដែនដីកម្ពុជាដោយមិនរអែងច្បាប់កម្ពុជាបានស្នើប្រជុំបន្ទាន់ជាមួយថៃចំនួន3លើកហើយដើម្បីពិភាក្សាកំណត់ខណ្ឌសីមាឡើងវិញតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ក៏ប៉ុន្តែថៃបានពន្យាពេលម្ដងហើយម្ដងទៀតអ្នកជំនាញវិទ្យាសាស្ត្រនយោបាយលោកកិនភៀមើលឃើញថានេះគឺជាយុទ្ធសាស្ត្រទិញពេលវេលាដើម្បីវាយទីគ្រប់គ្រងទឹកដីកម្ពុជាក្រសួងការបរទេសកម្ពុជាបានផ្ញើលិខិតប្រឆាំងនឹងទង្វើរបស់យោធាថៃនិងរដ្ឋាភិបាលថៃហើយថាកម្ពុជាមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនដែលផ្លាស់ប្ដូរដោយកម្លាំងឡើយខ្ញុំរស់សុធាពី News Today NTTV